បងនេះខ្ញុំសូមគោរពជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នានេះខ្ញុំឈ្មោះសំវិស័យជាសាស្ត្រថ្នាក់ទី 12B នៃវិទ្យាល័យបុណ្យរលីហ៊ុនសែនឡើងតោថ្ងៃនេះនាងខ្ញុំតំណាងឲ្យក្រុមទី7បកស្រាយនៅសប្តាហ៍ទី2ចំពោះប្រធានតែសេចក្តី1មានទស្សនៈ1ពោលថាភាពសុខដុមរមនាត្រូវបានឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍ខេមរានិយមចូលពន្យល់និងលើកឧទាហរណ៍មកបញ្ជាក់នេះគឺជាគម្រោងតែងនៅក្នុងគម្រោងតែងមានចំណុចសំខាន់3គឺសេចក្តីផ្ដើមតួសេចក្តីនិងសេចក្តីបញ្ចប់នៅក្នុងសេចក្តីផ្ដើមមានចំណុចសំខាន់ចំនួន3គឺដំណោះបញ្ហាចំណូលបញ្ហានិងចំណត់បញ្ហាដែលដំណោះបញ្ហាគឺយើងត្រូវនិយាយឲ្យតាក់ទងទៅនឹងប្រធានដោយដែលនាងខ្ញុំបានសរសេររៀបរាប់នេះគឺក្រុមវណ្ណកម្មនៃអក្សរសិល្ប៍ខេមរានិយមតែងតែត្រូវបានអ្នកនិពន្ធលើកយកមកបញ្ហាមកចោទនិងដោះស្រាយលើពីនេះអ្នកនិពន្ធក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពសុខសាន្តនិងសេចក្តីរីករាយដែលជាបំណងប្រាថ្នារបស់បុគ្គលម្នាក់ៗនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃបន្ទាប់ពីចប់ដំណោះបញ្ហាគឺយើងចំពោះចំណូលបញ្ហាគឺយើងត្រូវយកប្រធានយកមកដាក់វិញដោយយើងអាចសរសេរដោយគ្រាបចុះសេចក្តីថាដោយមើលឃើញនិងយល់ពីគុណសម្បត្តិនៃភាពសុខសាន្តនិងភាពរីករាយនេះហើយតើបានជាមានទស្សនៈមួយចាញ់ថាដោយយើងយកប្រធានយកមកដាក់គឺភាពសុខដុមរមនាត្រូវបានឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍ខេមរានិយមបន្ទាប់ពីចំណូលបញ្ហាគឺយើងចូលមកដល់ចំណត់បញ្ហាដែលយើងអាចសួរតាមបែបប្រធានពន្យល់តើអក្សរសិល្ប៍ខាងលើផ្ដល់នូវភាពសុខដុមរមនាយ៉ាងណាខ្លះពីយើងចប់សេចក្តីតាមយើងចូលមកដល់តួសេចក្តីដែលនៅក្នុងតួសេចក្តីមានចំណុចសំខាន់ជាច្រើនដូចជាឃ្លាចប់សេចក្តីពន្យល់ពាក្យពន្យល់នៃប្រធានបកស្រាយនិងសរុបសេចក្តីមុនដំបូងយើងចាប់ផ្ដើមពីឃ្លាចប់សេចក្តីយើងអាចនិយាយបានថាដើម្បីជាប្រតិបសម្រាប់បំភ្លឺដល់ការបកស្រាយយើងក៏បីយល់នៅអត្ថន័យនៃពាក្យពន្លឺមួយចំនួនជាមុនសិនបន្ទាប់ពីចាប់ឃ្លាចប់សេចក្តីយើងចូលមកដល់ពន្យល់ពាក្យក្នុងប្រធាននេះគឺយើងយកមក3សម្រាប់មកពន្យល់មានពាក្យសុខដុមរមនាមានន័យថាការរស់នៅប្រមូលផ្ដុំគ្នាឬមូលគ្នាសុខសប្បាយឬរីករាយសុខស្រួលជាមួយយើងបញ្យល់នៃប្រធានយើងអាចបញ្យល់នៃប្រធានបានថាដូចនេះប្រធានខាងលើចង់មានន័យថាការរស់នៅមូលផ្ដុំគ្នាប្រកបដោយភាពរីករាយចុះសម្រុងគ្នាត្រូវបានស្ដែងឲ្យឃើញតាមរយៈអក្សរសិល្ប៍ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរបន្ទាប់ពីយើងចាប់បញ្យល់នៃប្រធានយើងចូលមកដល់បកស្រាយយើងអាចប្រើឃ្លាជាប់ផងដែរដូចជាការប៉ັດណាយើងត្រូវលើកប្រធានយកមកដាក់វិញនៅកន្លែងចុចនេះដោយប្រធានគឺភាពសុខដុមរមនាត្រូវបានឆ្លុះបញ្ចាំងតាមរយៈអក្សរសិល្ប៍ខេមរានិយមពីព្រោះបានបង្ហាញពីការរស់នៅយ៉ាងសុខសប្បាយចុះសម្រុងគ្នាបានយ៉ាងល្អនៅក្នុងសង្គមខ្មែរដែលបានស្ដែងចេញតាមរយៈអក្សរសិល្ប៍យើងបានហៅថាអក្សរសិល្ប៍ខេមរានិយមតែងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងពីព្រោះតែអក្សរសិល្ប៍នេះបានឆ្លុះបញ្ចាំងពីផ្នត់គំនិតប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាមុខរបរនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនាសម័យកាលនីមួយៗហើយរូបភាពនៃការបង្កើតភាពសុខដុមរមនាមានដូចជាចាស់យកយល់សន្តោសប្រណីអធ្យាស្រ័យគោរពសិទ្ធិគ្នាមិនត្រូវប្រមាថលើជីវិតសត្វមនុស្សឬប្រើអំពើហិង្សាចាស់ចែករំលែកគ្នាទោះបីតិចក្តីឬច្រើនក្តីរួបរួមសាមគ្គីដោះស្រាយបញ្ហាចំពោះមុខជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នមិនត្រូវរើសអើងជាតិសាសន៍ពណ៌សម្បុរវណ្ណៈជីវភាពចំពោះជនណាម្នាក់ឡើយបន្ទាប់ពីយើងបង្ហាញរួចរាល់យើងឈានមកដល់ការលើកឧទាហរណ៍ក្នុងស្នាដៃអក្សរសិល្ប៍ខេមរានិយមមានដូចជារឿងកលាប៉ៃលិននិងរឿងតេជោយ៉តចំពោះរឿងកលាប៉ៃលិនគឺជាស្នាដៃនិពន្ធរបស់លោកញ៉ុកថែមនាឆ្នាំ
1936ដែលបានបង្ហាញពីតួអង្គលោកលួងរតនសម្បត្តិនិងនាងខុននារីជាអ្នកដែលរស់នៅស្ដុកស្ដំសម្បូរសប្បាយប៉ុន្តែអង្គទៅលើចៅវិចិត្រដែលជាក្មេងកំព្រានិងជនក្រីក្រនោះទេថែមទាំងផ្ដល់នូវការងារឲ្យចៅចិត្រធ្វើទៀតផងសោបញ្ជាក់ថាលោកលួងរតនសម្បត្តិជាមនុស្សដែលមានចិត្តមេត្តាសន្តោសប្រណីអព្យាស្រ័យដែលធ្វើឲ្យលោកទទួលបាននូវការរស់នៅយ៉ាងមានសេចក្តីសុខនិងរីករាយបំផុតនៅក្នុងជីវិតចំណែកនៅក្នុងរឿងនៃចូលយ៉ាតជាស្នាដៃនិពន្ធរបស់លោកទីជីហួននាឆ្នាំ1983ដែលបានបង្ហាញពីការរួបរวมសាមគ្គីគ្នាក្នុងការដោះស្រាយបញ្ហាគឺតួអង្គជំទាវស្រែនបានចូលរួមដោះស្រាយបញ្ហាមួយគឺជួយស្វាមីក្នុងការកម្ចាត់ស្ដេចសម្រែដោយប្រើវិធីក្តៅស៊ីរះត្រជាក់ស៊ីជ្រៅនេះបង្ហាញពីការរួបរวมគ្នារបស់តេជោយ៉តតេជោមាសនិងជំទាវស្រែនក្នុងការបង្កើតភាពសុខដុមរមនាដល់ប្រទេសទៀតផងលោកឧទាហរណ៍ហើយយើងឈានមកដល់ចំណុចសរុបសេចក្តីដែលយើងអាចសរសេរដោយខ្លីផងដែរបានថាសរុបសេចក្តីមកភាពសុខដុមរមនាត្រូវបានឆ្លុះបញ្ចាំងតាមរយៈអក្សរសាស្ត្រខេមរានិយមយ៉ាងពិតប្រាកដបន្ទាប់ពីយើងចប់សរុបសេចក្តីយើងចប់អស់ហើយនៅតួសេចក្តីហ្នឹងអញ្ចឹងយើងឈានមកដល់បច្ចាសេចក្តីចំណុចបច្ចាសេចក្តីមានពីរសំខាន់គឺវាតម្លៃប្រធាននិងមតិផ្ទាល់ខ្លួនចំពោះវាតម្លៃប្រធានយើងអាចសរសេរបានថាឆ្លងតាមការបកស្រាយប្រធានខាងលើយ៉ាងក្បោះក្បាយរួចមកយើងឃើញថាប្រធានខាងលើពិតជាមានអត្ថន័យល្អណាស់សម្រាប់អប់រំដល់យុវជនយុវតីក៏ដូចជាមនុស្សគ្រប់រូបឲ្យចេះរួបរวมសាមគ្គីគ្នានិងចេះសន្តោសប្រណីគ្នាទៅវិញទៅមកដើម្បីទទួលបាននូវភាពសុខដុមរមនារស់នៅចុះសម្រុងគ្នានៅក្នុងសង្គមបន្ទាប់ពីចាប់វាតម្លៃប្រធានយើងក៏ឈានមកដល់មតិផ្ទាល់ខ្លួនចំពោះមតិផ្ទាល់ខ្លួនខ្ញុំបានសរសេរថាក្នុងនាមយើងជាសិស្សានុសិស្សយើងគប្បីសិក្សាស្វែងយល់នៅអក្សរសិល្ប៍ឲ្យបានច្រើនដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សារបស់យើងដែលធ្វើឲ្យយើងកាន់តែងាយស្រួលនៅក្នុងការសិក្សាជាចុងក្រោយនេះខ្ញុំសូមអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់ការបកស្រាយរបស់នាងខ្ញុំ